សួស្តីបងប្អូនទាំងអស់គ្នាតើបងប្អូនធ្លាប់ដឹងទេថាដំណើរការប្រមូលយកពងមាន់ក្នុងកសិដ្ឋាននៅប្រទេសអ៊ីស្រាអែលប្រព្រឹត្តទៅយ៉ាងដូចម្តេចក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នានៅសកម្មភាពមួយចំនួនក្នុងកសិដ្ឋានផ្ទាល់ដើម្បីស្វែងយល់អំពីដំណើរការសំខាន់ៗទាំងនោះមុននឹងចូលទៅដល់ចំណុចសំខាន់នៅក្នុងវីដេអូនេះខ្ញុំចង់ណែនាំបងប្អូនមកស្គាល់កសិដ្ឋានចិញ្ចឹមមាន់យកពងមួយកន្លែងក្នុងប្រទេសអ៊ីស្រាអែលដែលខ្ញុំកំពុងតែហាត់ការរយៈពេល11ខែនៅទីនេះផ្ទាល់កសិដ្ឋាននេះមានផ្ទៃដីប្រហែល5ហិកតាដែលត្រូវបានរៀបចំប្រព័ន្ធទៅតាមស្តង់ដារបច្ចេកទេសចំណែកឯបរិយាកាសនៅទីនេះវិញគឺមានអនាម័យល្អនិងមានការគ្រប់គ្រងដោយបច្ចេកទេសទំនើបបច្ចុប្បន្នកសិដ្ឋាននេះមានមាន់ពងប្រហែល 50,000 ក្បាលដែលត្រូវបានថែរក្សាយ៉ាងប្រុងប្រយ័ត្នដើម្បីធានានូវគុណភាពនិងផលិតភាពខ្ពស់មុននឹងចាប់ផ្ដើមការងារយើងត្រូវត្រួតពិនិត្យនិងធ្វើការសេតម៉ាស៊ីនដើម្បីឲ្យប្រព័ន្ធទាំងអស់ដំណើរការព្រមគ្នាប្រកបដោយរលូននិងមានសុវត្ថិភាពខ្ពស់ជៀសវាងមានបញ្ហាណាមួយកើតឡើងយកឲ្យវាលោតព្រឹបហើយបាទខ្ញុំចាក់ខៀវមួយជាផ្ទះសម្រាប់ឲ្យមេមាន់ពងប៉ុន្តែពេលខ្លះក៏វាពងនៅខាងក្រៅផ្ទះផងដែរផ្ទះទាំងនេះមានប្រមាណ40ផ្ទះក្នុងមួយរោងគ្រប់ផ្ទះនីមួយៗត្រូវបានបំពាក់ជាមួយនៅប្រព័ន្ធដឹកនាំស៊ុតនៅឯពីក្រោមផ្ទះដើម្បីងាយស្រួលក្នុងការប្រមូលផលនិងស៊ុតមានសភាពរលោងស្អាតមិនប្រឡាក់លេខមួកនោះទេពីស៊ុតបានបំលាស់ទីមកដល់ម៉ាស៊ីនគឺត្រូវការបុគ្គលិកម្នាក់ដើម្បីត្រួតពិនិត្យស៊ុតដែលបានប្រេះបែកឬក៏ស៊ុតធំលើស្តង់ដារនិងសម្រាប់គ្រប់គ្រងម៉ាស៊ីនទាំងមូលផងដែរចំណែកឯម្នាក់ទៀតគឺមានតួនាទីក្នុងការលាងសម្អាតស៊ុតជាមួយនឹងទឹកសូលូស្យងម្យ៉ាងដើម្បីកម្ចាត់បាក់តេរីផ្សេងៗដែលអាចប៉ះពាល់ដល់ការបង្កកំណើតរបស់ស៊ុតសូមបញ្ជាក់ផងដែរថាចំពោះ solution ដែលយើងយកមកប្រើប្រាស់នេះគឺយើងត្រូវលាយជាមួយទឹកធម្មតានិងមិនមានផលប៉ះពាល់ទៅដល់ស៊ុតនោះទេបន្ទាប់ពីលាងសម្អាតរួចរាល់ហើយយើងត្រូវដាក់ក្នុងរទេះរហូតដល់ពេញរួចធ្វើការយកស៊ុតដែលបានលាងហើយនោះទៅទុកក្នុងបន្ទប់សម្រាប់រក្សាស៊ុតដើម្បីធ្វើការត្រួតពិនិត្យម្ដងទៀតឲ្យប្រាកដថាស៊ុតទាំងនេះមិនមានស្នាមប្រេះបែកមុននឹងក្រុមការងារមកយកទៅដើម្បីធ្វើការភ្ញាស់ស៊ុតទាំងអស់នោះ